បាទសូមគោរពនិងជម្រាបសួរទៅកាន់ប្រិយមិត្តទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនាស្វាគមន៍មកកាន់ព្រឹត្តិការណ៍ថ្មីជាមួយនឹងខ្ញុំបាទបញ្ញាឯកនៅក្នុងវីដេអូថ្ងៃនេះយើងនឹងមកជជែកនិងវិភាគឲ្យបានស៊ីជម្រៅបន្តិចទៅលើប្រធានបទមួយដែលកំពុងតែស្ងប់ស្ងាត់នៅចំពោះមុខប៉ុន្តែពោពេញទៅដោយរលកកម្ដៅនៅពីក្រោយខ្នងនោះគឺស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃនៅម៉ោងនេះនាទីនេះនិងនៅក្នុងចរន្តនៃពេលវេលាដែលកំពុងតែដើរទៅមុខនេះយើងអាចសង្កេតឃើញថាភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃហាក់បីដូចជាបានស្ងប់ស្ងាត់ទៅវិញមួយរយៈធំហើយសំឡេងកាំភ្លើងបានស្ងាត់ភាពប្រឈមមុខដាក់គ្នាដោយអាវុធហាក់ដូចជាត្រូវបានកាត់បន្ថយប៉ុន្តែទស្សនិកជនជាទីគោរពតើភាពស្ងប់ស្ងាត់នេះគឺជាចម្លើយចុងក្រោយនៃសន្តិភាពពិតប្រាកដហើយឬនៅចម្លើយគឺនៅឡើយទេអ្វីដែលយើងកំពុងឃើញនៅពេលនេះអាចប្រៀបបានទៅនឹងផ្ទៃទឹកសមុទ្រដែលរាបស្មើប៉ុន្តែនៅខាងក្រោមនោះគឺពោពេញទៅដោយចរន្តទឹកហូរគួចដែលយើងមើលមិនឃើញក្តីបារម្ភនិងភាពភ័យខ្លាចចំពោះការផ្ទុះឡើងនៃសង្គ្រាមជាថ្មីឬអាចឈានទៅដល់អ្វីដែលគេហៅថាសង្គ្រាមលើកទី3រវាងភាគីទាំងពីរនៅតែជាស្រមោលអន្តការដែលមិនទាន់រលាយបាត់នៅឡើយគ្មាននរណាម្នាក់អាចចេញមុខមកធានាបាន 100% ទេថាប្រវត្តិសាស្ត្រនៃការបង្ហូរឈាមនឹងមិនវិលត្រឡប់មកវិញបានស្ថិតនៅក្នុងស្ថានភាពដ៏ភ័យស្រួយបែបនេះមានសំណួរដ៏សំខាន់មួយដែលសហគមន៍អន្តរជាតិកំពុងតែតាមដាននិងចោទសួរយ៉ាងស្ងៀមស្ងាត់ប៉ុន្តែវាជាសំណួរដ៏មានទម្ងន់ធ្ងន់ប្រសិនបើថ្ងៃណាមួយសង្គ្រាមពិតជាផ្ទុះឡើងម្ដងទៀតមែនតើភាគីមួយណាជាអ្នកចង់បន្តភ្លើងសង្គ្រាមនិងភាគីមួយណាជាអ្នកចង់បញ្ចប់វាការឆ្លើយតបចំពោះសំណួរនេះមិនមែនមើលទៅលើតែការប្រកាសព័ត៌មានឬសេចក្តីថ្លែងការណ៍តាមក្រដាសស្នាមដែលគេអានឲ្យស្ដាប់ទេពាក្យសម្ដីអាចកុហកបានប៉ុន្តែទង្វើនិងជំរឿននយោបាយមិនចេះកុហកទេដើម្បីដឹងច្បាស់យើងត្រូវមើលទៅលើការសម្រេចចិត្តជាក់ស្ដែងដែលមេដឹកនាំនៃប្រទេសទាំងពីរបានជ្រើសរើសដើរនៅក្នុងបរិបទនេះយើងមានភស្តុតាងជាក់ស្ដែងមួយដែលឆ្លុះបញ្ចាំងពីជំហររបស់ភាគីទាំងពីរយ៉ាងច្បាស់លាស់នោះគឺវត្តមាននៃស្ថាប័នអន្តរជាតិមួយដែលហៅថាក្រុមប្រឹក្សាសន្តិភាពឬ Board of Peace មកទល់នឹងពេលនេះប្រទេសកម្ពុជាយើងបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់និងប្រកាសជាផ្លូវការក្នុងការចូលខ្លួនធ្វើជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពនេះគឺជាសារនយោបាយដ៏មានឥទ្ធិពលមួយដែលកម្ពុជាចង់ប្រាប់ទៅកាន់ពិភពលោកថាយើងជ្រើសរើសផ្លូវសន្តិភាពយើងចង់បានយន្តការដោះស្រាយបញ្ហាដោយសន្តិវិធីនិងការទូតផ្ទុយទៅវិញបើយើងក្រឡេកទៅមើលភាគីខាងប្រទេសថៃវិញតើមានអ្វីកើតឡើងមកទល់នឹងពេលនេះថៃនៅតែរក្សាភាពស្ងៀមស្ងាត់និងមិនទាន់មានការសម្រេចចិត្តចូលរួមក្នុងយន្តការសន្តិភាពនេះនៅឡើយទេភាពខុសគ្នានេះមិនមែនជារឿងចៃដន្យនោះទេហើយក៏មិនមែនជាការភ្លេចភ្លាំងដែរវាគឺជាសញ្ញាយុទ្ធសាស្ត្រការដែលកម្ពុជាឈានជើងចូលខណៈដែលថៃនៅស្តាក់ស្ទើរវាបានបង្ហាញយ៉ាងច្បាស់អំពីទីតាំងដែលភាគីនីមួយៗជ្រើសរើសឈរតើអ្នកណាជាអ្នកឈរនៅខាងសន្តិភាពហើយតើអ្នកណាដែលកំពុងទុកច្រកចេញសម្រាប់ការប្រើប្រាស់កម្លាំងត្រាម៉ាស់នយោបាយនេះទស្សនិកជនប្រកាសជាអាចធ្វើការវិនិច្ឆ័យបានដោយខ្លួនឯងត្រង់ចំណុចនេះខ្ញុំចង់ឲ្យបងប្អូនទស្សនិកជនធ្វើការកត់សម្គាល់ឲ្យបានច្បាស់មានមតិខ្លះអាចនឹងយល់ច្រឡំថាការដែលកម្ពុជាប្រឹងប្រែងស្វែងរកផ្លូវសន្តិភាពឬចូលរួមក្នុងវេទិកាអន្តរជាតិគឺជាសញ្ញានៃការខ្លាចឬការដកថយប៉ុន្តែការពិតគឺផ្ទុយពីនេះស្រឡះយោងតាមសាររបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនៅថ្ងៃទី27ខែមករានេះបានបញ្ជាក់យ៉ាងច្បាស់ថាការសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព The Board of Peace តាមការអញ្ជើញផ្ទាល់របស់ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកគឺជាការបង្ហាញនូវសុច្ឆន្ទៈស្រឡាញ់សន្តិភាពដ៏ពិតប្រាកដរបស់កម្ពុជា
ការឡើងទៅលើវេទិកានេះមិនមែនមានន័យថាកម្ពុជាបោះបង់ចោលសិទ្ធិស្វ័យការពារឬធ្វើសម្បត្តិយានលើអធិបតេយ្យភាពជាតិសូម្បីតែ1មីលីម៉ែត្រនោះឡើយផ្ទុយទៅវិញវាគឺជាការប្រកាសប្រាប់ពិភពលោកថាកម្ពុជាមានភាពក្លាហានគ្រប់គ្រាន់ក្នុងការប្រឈមមុខដោះស្រាយបញ្ហាដោយប្រើប្រាស់ច្បាប់និងយន្តការសន្តិភាពជាជាងការយកជីវិតពលរដ្ឋទៅប្តូរនឹងក្របកំភ្លើងនេះគឺជាការប្រែក្លាយសមរភូមិកម្ពុជាកំពុងអូទាញជំលក់ពីសមរភូមិយោធាដែលបង្ហូរឈាមមកជាសមរភូមិសីលធម៌និងច្បាប់អន្តរជាតិដែលកម្ពុជាមានប្រៀបជាងក្នុងសមរភូមិនេះប្រទេសមួយអាចឈរយ៉ាងរឹងមាំដោយយកភាពត្រឹមត្រូវនិងការគាំទ្រពីសហគមន៍អន្តរជាតិធ្វើជាអាវុធដ៏មុតស្រួចបំផុត ឥឡូវនេះយើងមកវិភាគអំពីចំហរបស់ប្រទេសថៃវិញម្ដងនៅក្នុងក្បួននយោបាយអន្តរជាតិមានពាក្យស្លោកដ៏ល្បីល្បាញមួយពោលថាអ្នកនៅលើតុគឺជាអ្នកដែលមានសិទ្ធិនិយាយចំណែកឯអ្នកនៅក្រៅតុគឺជាអ្នកដែលត្រូវដើរពន្យល់គេតើពាក្យនេះមានន័យយ៉ាងណាសម្រាប់ជំលក់កម្ពុជាថៃអវត្តមានរបស់ថៃនៅក្នុងក្រមប្រឹក្សាសន្តិភាពមិនមែនជាភាពអព្យាក្រឹតទេតែវាគឺជាសារនយោបាយដែលធ្វើឲ្យសហគមន៍អន្តរជាតិចាប់ផ្ដើមសង្ស័យសំណួរដែលពិភពលោកកំពុងសួរគឺហេតុអ្វីបានជាថៃមិនទាន់ចូលរួមតើថៃមិនពេញចិត្តនឹងយន្តការសន្តិភាពឬមួយក៏ថៃចង់រក្សាទុកជំរឿយោធាការប្រើកម្លាំងបាយឲ្យនៅជាជំរឿបោកចំហខណៈដែលកម្ពុជាកំពុងអង្គុយនៅលើតុនៅក្នុងនាមជាសមាជិកស្ថាបនិកដែលមានសិទ្ធិបង្កើតនិងតាក់តែងខ្លឹមសារនៃសន្តិភាពប្រទេសថៃបែរជាកំពុងឈរនៅក្រៅតុភាពស្ទាក់ស្ទើរនេះកំពុងតែដាក់បន្ទុកឲ្យថៃคล้ายជាញាក់ដែលត្រូវដើរពន្យល់ប្រាប់គេឯងថាហេតុអ្វីបានជាខ្លួនមិនហ៊ានប្រឈមមុខនឹងយន្តការសន្តិភាពតើមានអ្វីលាក់បាំងនៅពីក្រោយភាពស្ងៀមស្ងាត់នេះផ្នែកទី6កម្ពុជាគ្រប់គ្រងទីតាំងខ្ពស់នៃសីលធម៌ជារួមមកអ្វីដែលកម្ពុជាកំពុងធ្វើនៅពេលនេះគឺការដណ្ដើមយកទីតាំងខ្ពស់នៃសីលធម៌ឬ moral high ground នៅពេលដែលប្រទេសមួយដែលធ្លាប់រងគ្រោះដោយសារសង្គ្រាមហ៊ានជ្រើសរើសយកវេទិកាសន្តិភាពជំនួសឲ្យការតបតដោយហិង្សាប្រទេសនោះនឹងក្លាយជាតួអង្គពណ៌សនៅក្នុងក្រសែភ្នែកពិភពលោកទីតាំងដ៏ខ្ពស់នេះមិនមែនបានមកពីការស្រែកមុំអួរនោះទេតែវាបានមកពីជំរើសនយោបាយដ៏ត្រឹមត្រូវដូច្នេះចម្លើយចំពោះសំណួរថាតើនរណាចង់បិទទ្វារសង្គ្រាមនិងនរណាចង់ទុកវាឲ្យចំហគឺកាន់តែច្បាស់ហើយកម្ពុជាបានបិទទ្វារសង្គ្រាមហើយចាក់សោដោយយន្តការសន្តិភាពអន្តរជាតិចំណែកឯភាគីម្ខាងទៀតការដែលនៅស្តាក់ស្ទើរមិនចូលរួមគឺហាក់ដូចជាកំពុងទុកឲ្យទ្វារសង្គ្រាមនៅចំហដើម្បីងាយស្រួលចេញចូលតាមចិត្តត្រឡប់មកចំណុចដ៏រសើបមួយទៀតនៅពេលនេះកម្ពុជាកំពុងតែបង្ហាញយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថាកម្ពុជាមិនមែនជាភាគីបង្កជម្លោះកម្ពុជាមិនបដិសេធសន្តិភាពនិងកម្ពុជាមិនប្រើពាក្យសន្តិភាពធ្វើជាលេសនយោបាយឡើយការសម្រេចចិត្តចូលរួមនឹងវេទិកាសន្តិភាពនេះគឺជាការប្រកាសត្រៀមខ្លួនរួចរាល់របស់កម្ពុជាដើម្បីអនុញ្ញាតឲ្យជម្លោះរវាងកម្ពុជានិងថៃត្រូវបានដោះស្រាយតាមផ្លូវច្បាប់និងយន្តការអន្តរជាតិដោយបើកទូលាយនិងដោយភាពទទួលខុសត្រូវខ្ពស់បំផុតប៉ុន្តែក្នុងភាពផ្ទុយនេះអវត្តមានរបស់ថៃនៅលើវេទិកាសន្តិភាពកំពុងធ្វើឲ្យពិភពលោកចាប់ផ្ដើមចោទសួរនៅសំណួរមួយដែលថៃមិនអាចគេចវ៉ាស់បានឡើយពិសេសនៅពេលដែលថៃខ្លួនឯងតែណោះតែងតែដើរអះអាងប្រាប់គេឯងថាខ្លួនជាភាគីរងគ្រោះដែលត្រូវការយុត្តិធម៌សំណួរនោះគឺប្រសិនបើថៃគឺជាភាគីរងគ្រោះពិតប្រាកដមែនហេតុអ្វីបានជាថៃមិនហ៊ានជ្រើសរើសយកយន្តការសន្តិភាពដើម្បីស្វែងរកដំណោះស្រាយតើការដែលមិនហ៊ានចូលរួមនេះបង្ហាញពីការខ្វះសុឆន្ទៈឬជាការភ័យខ្លាចរបស់ថៃចំពោះការត្រួតពិនិត្យពីអន្តរជាតិសូមចាំថានៅក្នុងនយោបាយអន្តរជាតិការមិនចូលរួមក៏ជាចម្លើយមួយដែរផ្អែកទី8ទម្ងន់នយោបាយដែលខ្លាំងជាងក្របកំភឿងបងប្អូនប្រិយមិត្តក្រុមប្រឹក្សាសន្តិភាព Board of Peace មិនមែនជាកន្លែងផ្ដល់អាវុធបន្ថែមឲ្យកម្ពុជាទេប៉ុន្តែវាផ្ដល់នៅអ្វីដែលខ្លាំងជាងនោះគឺទម្ងន់នយោបាយ
វាជាទម្ងន់ដែលអាចផ្លាស់ប្ដូរសមិទ្ធផលនៃចំនួនដោយមិនចាំបាច់បាញ់គ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់មួយវិញ្ញាណការចូលរួមក្នុងយន្តការនេះកម្ពុជាទទួលបានអត្ថប្រយោជន៍យុទ្ធសាស្ត្រដោយមិនបង្កជាបន្ទុកសេដ្ឋកិច្ចឬហិរញ្ញវត្ថុនៃអាណត្តិដំបូងឡើយនេះមិនមែនជារឿងចៃដន្យទេតែជាការកណនានយោបាយដ៏ប្រុងប្រយ័ត្នយោងតាមការបញ្ជាក់ដ៏ច្បាស់លាស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនៅលើបណ្ដាញសង្គមបានឲ្យដឹងថាការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពសម្រាប់អាណត្តិ3ឆ្នាំគឺមិនតម្រូវឲ្យបង់ថវិកាចំពោះការបង់ថវិកា$1000 លានសហរដ្ឋអាមេរិកគឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែងអចិន្ត្រៃយ៍តែប៉ុណ្ណោះសរុបមកការចូលរួមនេះបង្ហាញថាកម្ពុជាមិនស្វែងរកអំណាចតាមរយៈអាវុធប៉ុន្តែស្វែងរកអំណាចតាមរយៈភាពស្របច្បាប់និងភាពវៃឆ្លាតនៃការទូតជាចុងក្រោយការសម្រេចចិត្តឡើងវេទិកាសន្តិភាពមិនមែនជាការរត់គេចចេញពីសង្គ្រាមទេតែវាគឺជាការចាប់អូសសង្គ្រាមឲ្យមកឈរនៅក្រោមពន្លឺភ្លើងនៃក្រសែភ្នែកពិភពលោកកម្ពុជាបានជ្រើសរើសទីតាំងមួយដែលទុកឲ្យពិភពលោកបានមើលឃើញច្បាស់ដោយខ្លួនឯងថាតើនរណាជាអ្នកចង់បញ្ចប់សង្គ្រាមពិតប្រាកដនិងតើនរណាជាអ្នកចង់បន្តវាចម្លើយគឺមាននៅក្នុងចិត្តរបស់លោកអ្នកហើយសម្រាប់ថ្ងៃនេះឃ្លាមបាទបញ្ញាឯកពីកម្មវិធីព្រឹត្តិការណ៍ថ្មីសូមអរគុណនិងសូមគោរពលា